ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូមេរៀនថ្ងៃនេះយើងអត់ទាន់តាណាទេយើងនៅ chapter 1ចំពុកទី1ដដែល consonants រៀនពី consonant ណាអញ្ចឹងក្នុងវីដេអូនេះយើងនឹងសិក្សាពីមេរៀនទី9ទី10ប៉ុន្តែមុនទៅយើងរំលឹកមេរៀនទី7ទី8សិននៅចាំអត់បងប្អូនមេរៀនមុនរៀនអីគេអូខេមេរៀនទី7យើងសិក្សាអំពី consonant J ដែលមានសំឡេងជនិងមេរៀនទី8យើងសិក្សាពី consonant K សំឡេង K អញ្ចឹងនៅក្នុងវីដេអូនេះយើងបន្តនៅមេរៀនទី9 consonant L ព្យញ្ជនៈ L ដែលមានសំឡេងលណាតោះយើងចាប់ផ្ដើមទាំងអស់គ្នាពេលទី1 L មានសំឡេងល I O គឺសំឡេងរបស់វា I អក្សរ I ហើយ O ជាប់គ្នានោះវាមានសំឡេង2គឺ I អូខេI ចេះចឹង L I liar N សំឡេងណា liar នឹងណា lion អូខេពាក្យទី2គឺ L មានសំឡេងល I អត់មានអក្សរ E នៅខាងចុងទេចឹងវាស្រៈ E ល E លិ CK ស្មើនឹង K ដដែលល E លិនឹង K លិកពាក្យទី3គឺ L សំឡេងលអក្សរ A នៅក្នុងពាក្យมันមានអក្សរ E នៅខាងចុងភាគច្រើនសំឡេង A អញ្ចឹងល A ឡា CK ទៀតហើយឡានិងខ lack ពាក្យទី4គឺ L សំឡេងល U នេះគឺស្រៈអីគេស្រៈអអត់មាន E ណានៅខាងចុងណាអញ្ចឹងលអល CK ទៀតសំឡេងខទៀតលអលនិងខ luck អូខេមេរៀនទី9ព្យញ្ជនៈ L សំឡេងលមានប៉ុណ្ណឹងយើងបន្តទៅមេរៀនទី10ព្យញ្ជនៈ consonant M សំឡេងមតោះចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1 M សំឡេងម double O គឺស្រៈ O ម O ម N ណា ម នឹងណា moon ពាក្យទី2គឺ M សំឡេងម I អក្សរ I มันមានអក្សរ E នៅខាងចុងនៃពាក្យនោះគឺ I សំឡេង E អញ្ចឹងមក E មីនឹងស miss ទី3គឺ M សំឡេងមក AI នេះគឺស្រៈ A អូខេយើងចាំសំឡេង A អញ្ចឹងមក A មេ N សំឡេងណាមេនឹងណា main ពាក្យទី3 M សំឡេងមក A នៅក្នុងពាក្យมันមានអក្សរ E នៅខាងចុងគឺសំឡេង A មក A ម៉ែនឹងណា N ណាម៉ែនឹងណា man ពីនេះស្តៀងគ្នាអត់ចេះអានខុស man ឃើញទេអូខេចឹងមេរៀនទី9ព្យញ្ជនៈ L សំឡេងលនិងមេរៀនទី10ព្យញ្ជនៈ M សំឡេងមកមានតែប៉ុណ្ណេះជួបបងប្អូននៅក្នុងវីដេអូក្រោយទៀតជម្រាបលាទាំងអស់គ្នា